សូមជូនរឿងល្បិចស្នេហ៍នាងបផាកាលពីព្រេងនាយមានប្តីប្រពន្ធពីរនាក់រស់នៅក្នុងភូមិដាច់ស្រយាលមួយប្តីឈ្មោះប៊ុនថាន់ជាអ្នកស្រែចម្ការស្មោះត្រង់ចំណែកប្រពន្ធឈ្មោះបផាជាស្ត្រីឆ្លាតវៃនិងមានប្រាជ្ញាលើសគេពួកគេរស់នៅយ៉ាងសុខសាន្តក្នុងផ្ទះតូចដ៏កក់ក្ដៅថ្ងៃមួយប៊ុនថាន់ត្រូវចេញទៅរកស៊ីនៅស្រុកឆ្ងាយមុននឹងចេញដំណើរគេបានផ្ដាំប្រពន្ធច្រើនម៉ាត់ប៊ុនថាន់បារម្ភពីប្រពន្ធដែលត្រូវនៅម្នាក់ឯងតែបុប្ផាបានធានាថានាងនឹងមើលថែខ្លួនឯងឲ្យបានល្អក្រោយពេលប្តីចេញទៅបាត់ភាពស្អាតស្អំរបស់បុប្ផាចាប់ផ្ដើមតាក់ទាញចំណាប់អារម្មណ៍សីហាដែលជាមន្ត្រីភូមិមានគំនិតមិនល្អបានចូលមកជិតគេបានយកកាដូថ្លៃៗមកលបួងបុប្ផាតែនាងបានបដិសេធយ៉ាងគួរសមប៉ុន្មានថ្ងៃក្រោយមកប៊ុនណែលដែលជាអ្នកមានស្តុកស្ទមក្នុងភូមិក៏ចាប់អារម្មណ៍នឹងបុប្ផាដែរគេបានបង្អួតពីទ្រព្យសម្បត្តិដ៏មហាសាលនិងសន្យានឹងផ្ដល់ក្តីសុខឲ្យនាងប្រសិនបើនាងយល់ព្រមតាមគេតែបុប្ផានៅតែរក្សាភាពស្មោះត្រង់ចំពោះប្តីបុប្ផាចាប់ផ្ដើមនឿយណាយនឹងការរំខានមិនឈប់ឈរនាងដឹងថានាងត្រូវរកវិធីដើម្បីដោះស្រាយបញ្ហានេះម្ដងជាសាច់ការប្រាជ្ញាដ៏វៃឆ្លាតរបស់នាងបានបំភ្លឺឲ្យឃើញនៅផែនការដ៏អស្ចារ្យមួយដើម្បីបង្រៀនអ្នកទាំងពីរនោះឲ្យស្គាល់រសជាតិការបន្តាបខ្លួននាងបានដើរទៅពិនិត្យមើលហ៊ីបឈើធំមួយដែលប្រើសម្រាប់ដាក់ស្រូវហ៊ីបនេះមានទំហំធំល្មមអាចដាក់មនុស្សបាននាងសាកល្បងបើកបិទវាដើម្បីឲ្យប្រាកដថាវាដំណើរការល្អផែនការបានចាប់ផ្ដើមបុប្ផាបានសរសេរសម្បត្តិចំនួន3ច្បាប់មួយច្បាប់ផ្ញើទៅសីហានិងមួយច្បាប់ទៀតផ្ញើទៅប៊ុនណែលសម្បត្តិទី3ទុកសម្រាប់នរណាម្នាក់ផ្សេងទៀតដែលនាងនឹងជ្រើសរើសនៅពេលសីហាបានទទួលសម្បត្តិគេមានចិត្តសប្បាយរីករាយខ្លាំងណាស់គេគិតថាបុប្ផាបានយល់ព្រមតាមស្នើសុំរបស់គេហើយគេប្រញាប់រៀបចំខ្លួនដើម្បីទៅជួបនាងនៅពេលយប់ឯប៊ុនណែលក៏មានចិត្តត្រេកអរមិនចាញ់សីហាដែរគេគិតថាទ្រព្យសម្បត្តិរបស់គេបានឈ្នះចិត្តបុប្ផាហើយគេក៏រៀបចំខ្លួនយ៉ាងស្អាតដើម្បីទៅជួបនាងយប់នោះសីហាបានមកដល់មុនគេបុប្ផាបានទទួលគេដោយស្នំញញឹមសីហាមានអារម្មណ៍ថាសំណាងល្អណាស់ដែលបាននៅម្នាក់ឯងជាមួយស្ត្រីស្អាតបែបនេះសីហាចាប់ផ្ដើមនិយាយពីខែមលហាមនិងសន្យានឹងផ្ដល់បុណ្យស័ក្តិខ្ពង់ខ្ពស់ឲ្យបុប្ផាតែបុប្ផានៅតែរក្សាភាពស្ងប់ស្ងាត់នាងកំពុងរង់ចាំពេលវេលាសមស្របដើម្បីអនុវត្តផែនការរបស់នាងភ្លាមនោះសំឡេងគោះទ្វារយ៉ាងខ្លាំងបានបន្លឺឡើងបុប្ផាសម្ដែងធ្វើជាភ័យខ្លាំងណាស់ស្លាប់ហើយប្រកាសជាប្តីខ្ញុំមកវឹងហើយនាងប្រាប់សីហាភ័យញ័រពីនខ្លួនធ្វើម៉េចទៅគេសួរទាំងតក់ស្លុតបុប្ផាក៏ចង្អុលទៅហ៊ីបឈើធំនោះឆាប់លាក់ខ្លួនឲ្យបានលឿននាងបង្គាប់សីហាប្រញាប់ចូលទៅក្នុងហ៊ីបទាំងលំបាកលំបិនបុប្ផាក៏បានបិទគម្របហ៊ីបនិងទម្លាក់កំលឿជាប់យ៉ាងណែននៅឲ្យស្ងៀមណាកុំឲ្យប្តីខ្ញុំដឹងនាងប្រាប់ឥឡូវនេះសីហាបានលាក់ខ្លួននៅក្នុងហាប់ហើយបុប្ផាក៏អង្គុយរង់ចាំប៊ុនអែលបន្តទៀតនាងដេមថានៅសល់ម្នាក់ទៀតដែលនឹងមកបារក្នុងពេលឆាប់មិនយូរប៉ុន្មានប៊ុនណែលក៏មកដល់គេស្លៀកពាក់យ៉ាងស្អាតនិងមានទំនុកចិត្តយ៉ាងខ្លាំងបុប្ផាអើយខ្ញុំមកហើយគេនិយាយទាំងសប្បាយចិត្តប៊ុនណែលចាប់ផ្ដើមបង្អួតទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់គេសន្យានឹងទិញរបស់ថ្លៃៗឲ្យបុប្ផាប្រសិនបើនាងយល់ព្រមតាមគេតែបុប្ផានៅតែរក្សាភាពស្ងប់ស្ងាត់ស្រាប់តែមានសំឡេងគក់ទ្វារម្ដងទៀតបុប្ផាសម្លែងធ្វើជាភ័យខ្លាំងជាងមុនទៅទៀតស្លាប់ហើយប្រកាសជាប្តីខ្ញុំមកវឹងមែនតែនហើយនាងប្រាប់ប៊ុនណែលភ័យញ័រដោយកូនសត្វធ្វើម៉េចទៅគេសួរទាំងតក់ស្លុតបុប្ផាក៏បានចង្អុលទៅហឹបឈើធំនោះឆាប់លាក់ខ្លួននៅក្នុងហឹបនេះទៅនាងបង្គាប់ប៊ុនណែលប្រញាប់ចូលទៅក្នុងហឹបដោយលំបាកដូចសីហាដែរបុប្ផាក៏បានបិទគម្របហឹបនិងទម្លាក់កន្លែជាប់យ៉ាងណែននៅឲ្យស្ងៀមណាកុំឲ្យប្តីខ្ញុំដឹងនាងប្រាប់ឥឡូវនេះទាំងសីហានិងប៊ុនណែលកំពុងលាក់ខ្លួនក្នុងហ៊ីបតែមួយហ៊ីបនោះតូចចង្អៀតណាស់
ធ្វើឲ្យពួកគេពិបាកដកដង្ហើមពួកគេចាប់ផ្ដើមត្អូញត្អែនិងបន្តគ្នាទៅវិញទៅមកព្រឹកឡើងបុប្ផាបានដើរទៅប្តឹងអ្នកភូមិអើយជួយខ្ញុំផងមានសត្វចម្លែកនៅក្នុងហ៊ីបរបស់ខ្ញុំនាងស្រែកប្រាប់អ្នកភូមិខ្លះជឿខ្លះមិនជឿក៏នាំគ្នាទៅមើលផងអ្នកភូមិបានមកដល់ផ្ទះបុប្ផាពួកគេឃើញហ៊ីបឈើធំនោះដាក់នៅកណ្ដាលផ្ទះពួកគេមានអារម្មណ៍ឆ្ងល់ខ្លាំងណាស់ស្រាប់តែហ៊ីបឈើចាប់ផ្ដើមគម្រើបយ៉ាងខ្លាំងមានសំឡេងស្រែកនិងសំឡេងជេរគ្នាចេញពីខាងក្នុងអ្នកភូមិខ្លះភ័យរត់ចេញក្រៅបុប្ផាអើយឆាប់បើកហ៊ីបនេះឲ្យយើងមើលទៅមេភូមិបង្គាប់បុប្ផាក៏យល់ព្រមតាមនាងសង្ឃឹមថាផែនការរបស់នាងនឹងទទួលបានជោគជ័យបុប្ផាដើរទៅជិតហ៊ីបនាងចាប់ផ្ដើមដោះកន្នើហ៊ីបយឺតអ្នកភូមិទាំងអស់ឈរមើលដោយភាពតក់ស្លុតបុប្ផាបើកគម្របហ៊ីបស្រាប់តែសីហានិងប៊ុនណែលបានធ្លាក់ចេញមកក្រៅពួកគេទាំងពីរនាក់មានសភាពគួរឲ្យអស់សំណាងខ្លាំងណាស់អ្នកភូមិទាំងអស់សើចសប្បាយរីករាយសីហានិងប៊ុនណែលមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់ពួកគេប្រញាប់រត់ចេញពីផ្ទះបុប្ផាផែនការរបស់បុប្ផាបានជោគជ័យហើយសីហានិងប៊ុនណែលបានចាក់ចេញពីភូមិទាំងក្តីខ្មាស់អៀនពួកគេមិនហ៊ានត្រឡប់មកវិញទៀតឯបុប្ផាបានបង្ហាញឲ្យឃើញថាប្រាជ្ញាមានតម្លៃជាងទ្រព្យសម្បត្តិបុប្ផាបានរស់នៅយ៉ាងសុខសាន្តជាមួយប្តីអ្នកភូមិទាំងអស់គោរពនិងកោតសរសើរចំពោះប្រាជ្ញារបស់នាងនេះប៊ុនណែលមេរៀនដ៏ល្អមួយសម្រាប់មនុស្សគ្រប់គ្នា